នៅក្នុងវីដេអូនេះដែរខ្ញុំនឹងចំណាយពេល5ម៉ោងដើម្បីលេងនៅក្នុង server Mikita MC ហើយខ្ញុំនឹងលេងនៅក្នុង LAN របស់ភូមិ The Mining ហើយភូមិនេះគឺប្រមូលផ្ដុំទៅដោយ content creator ជាច្រើនអ្នកចង់ដឹងថាតើខ្ញុំបានធ្វើអីខ្លះក្នុងរយៈពេល5ម៉ោងនេះអញ្ចឹងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នាអញ្ចឹងចូលម្ដងភ្លាមខ្ញុំអត់បានធ្វើអីទេអ្នកគ្នាគឺថាខ្ញុំមានគម្រោងថានឹងទៅដើររក diamond អញ្ចឹងណាហើយខ្ញុំលេងនេះគឺនៅក្នុងភូមិនៅក្នុង land របស់ The Mining ភូមិ The Mining ហើយអ្នកនេះហើយជាស្គាល់ហើយភូមិ The Mining គឺសុទ្ធតែជា content creator ដែលពួកគាត់សុទ្ធសឹងតែជាអ្នកលេង Minecraft តែម្ដងអញ្ចឹងនៅពេលដែលខ្ញុំចូលមកនេះខ្ញុំក៏បានដើរមើលផ្ទះតិចអញ្ចឹងទៅហើយបន្តទៀតខ្ញុំក៏បានរៀបចំឲ្យ team ដើម្បីទៅម៉ាញអញ្ចឹងគោលដៅរបស់ខ្ញុំដំបូងគឺខ្ញុំនឹងទៅម៉ាញតោះទៅនេះខ្ញុំក៏បានធ្វើដំណើរចុះទៅខាងក្រោមហើយខ្ញុំក៏ទៅរក team ខ្លះដើម្បីនេះប៉ុន្តែជាក់ស្ដែងខ្ញុំគិតថានៅលើដូចជាមាន team ខ្លះដែរអញ្ចឹងណាអញ្ចឹងខ្ញុំក៏បានឡើងមកលើវិញហើយនេះខ្ញុំក៏បានឃើញដែកនៅក្នុង barrel នេះអញ្ចឹងខ្ញុំយកដែក3គ្រាប់ហ្នឹងដើម្បីធ្វើ pickaxe ហើយខ្ញុំត្រូវការទៅ mine diamond ព្រោះខ្ញុំត្រូវការ pickaxe iron ហើយនៅពេលហ្នឹងគឺថាខ្ញុំប្រងធ្វើ pickaxe ប៉ុន្តែពេលហ្នឹងអត់ដឹងគិតអីទេទៅធ្វើបថៅវិញអ្នកនេះនិយាយទៅខ្ញុំជឿខ្លួនឯងហ្មងតើបើខ្ញុំបានធ្វើខុសហើយខ្ញុំមានជាការកៀងជាមួយនឹងខ្លួនឯងខ្លាំងមែនតើចឹងហើយខ្ញុំក៏បានយកបថៅទៅទុកវិញតើមកខ្ញុំក៏ទាញដែក3គ្រាប់តិចទៅលួចតែម្ដងបាទតើបានលួចដែកអស់3គ្រាប់ហើយខ្ញុំក៏បានធ្វើ pickaxe មួយចឹងខ្ញុំត្រូវការ pickaxe ហ្នឹងដើម្បីទៅម៉ាញតើពេលហ្នឹងមកខ្ញុំក៏បានរៀបចំចេញដំណើរតែម្ដងពេលហ្នឹងខ្ញុំក៏គិតថាខ្ញុំភ្លេចអីមួយអញ្ចឹងខ្ញុំក៏check មើលអ្នកគ្នាតើនៅនេះគឺមានផ្ទះរួមដុំណាគេខ្លះតើពេលហ្នឹងមកខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងចេញទៅតែម្ដងដើម្បីទៅរក cave យើងធ្វើការម៉ាញហើយនៅនេះគឺថាមាន player មក claim land នៅចិត្តនេះច្រើនខ្លាំងមែនទែនដោយសារតែThe Mining គឺមកលេងនៅនេះនៅលេងក្នុង server Mikita MC ហើយគាត់អត់បានស្នើសុំទៅកាន់ម្ចាស់ server ដើម្បី claim land ដើម្បីទទួលបាន land ធំធ្វើផ្ទះនោះទេនិយាយទៅគឺមក claim land ដែលដោយតែ player ទូទៅចឹងឯងហើយសូម្បីតារាងក៏ពួកគាត់អត់បានស្នើសុំដែរតបតែមកខ្ញុំក៏បានដើរមកកន្លែងនេះហើយខ្ញុំក៏បានមកដល់សមុទ្រតបមកខ្ញុំក៏ចុះមកហើយខ្ញុំក៏បានឃើញនេះដែកចំនួនម្ដុំកន្លែងនេះអញ្ចឹងខ្ញុំក៏បានធ្វើការជីកយកវាតែម្ដងតមកខ្ញុំក៏បានត្រឹសដែកហ្នឹងហើយខ្ញុំក៏ធ្វើដំណើរចាក់ចេញទៅខ្ញុំក៏គិតថាខ្ញុំត្រូវការដើមឈើខ្លះដើម្បីខ្ញុំធ្វើជារបស់របរប្រើប្រាស់ដូចជា crafting table អញ្ចឹងទៅដោយសារតែខ្ញុំគឺអត់មាននោះទេចឹងខ្ញុំក៏បានកាប់ឈើហើយខ្ញុំក៏បានដើរតាមមាត់ទឹកហ្នឹងចឹងខ្ញុំក៏កាប់ឈើថែមម្ដងទៀតហ្នឹងហើយចឹងខ្ញុំក៏កាប់ឈើហ្នឹងបានម្ដងទៀតតមកខ្ញុំក៏បានធ្វើដំណើរតាមមាត់សមុទ្រហ្នឹងហើយដោយសារតែខ្ញុំគឺដើរទៅប៉ែនពេកខ្ញុំក៏បានហក់ចូលទឹកតែម្ដងទៅចឹងខ្ញុំក៏បានធ្វើការហែលទឹកចឹងគឺមិនខ្ចីធ្វើទូកទេបាទហើយតមកខ្ញុំក៏បានឃើញ shipwreck មួយចឹងខ្ញុំក៏ធ្វើដំណើរទៅកន្លែង shipwreck ហ្នឹងទៅដំបូងខ្ញុំគិតថានៅនេះគឺមាន player ចូលមកលេងចិត្តនឹងច្រើនខ្ញុំគិតថាវាអស់អីវ៉ាន់ហើយប៉ុន្តែនៅពេលដែលខ្ញុំចូលទៅគឺថាខ្ញុំ surprise ខ្លាំងមែនតើអ្នកនរគ្នាអញ្ចឹងនៅពេលខ្ញុំបើក hub នេះមកគឺថាយក item នៅឡើងណែនតែម្ដងតែមាន item អីគួរចាប់អារម្មណ៍ទេខ្ញុំក៏យកស្រូវហើយនឹងកាន់ powder ទៅក្រៅហ្នឹងខ្ញុំអត់បានយកទេដោយសារតែជា item អត់ប្រយោជន៍តែខ្ញុំក៏បានកាប់ឈើពីរដុំនេះដើម្បីធ្វើជា stick តែប៉ុន្តែមកវាទើបផ្លូវដើរទេបាទអញ្ចឹងខ្ញុំក៏កាប់វាហ្មងទៅហើយខ្ញុំក៏បានកាប់ពីដើមនេះទៀតតមកខ្ញុំក៏បើក hub នេះមកគឺថាយើងទទួលបាន armor trim អញ្ចឹងគឺល្អខ្លាំងមែនតើហើយបន្តទៀតនោះខ្ញុំក៏បានខ្ញុំក៏មកกระดาษនឹងទាំងអស់តែម្ដងចឹងខ្ញុំក៏គិតថាបើ hub នេះពីនេះនៅចឹងអា hub ទៅក៏នៅដែរគឺ hub ដាក់អីវ៉ាន់ចឹងដាក់មាសប្រាក់មាសពេជ្រអីចឹងទៅចឹងខ្ញុំក៏បានឡើងមកលើនឹងដើម្បីបើក hub នឹងមើលចឹងបើកមកគឺថានៅមែនតែគឺមានតែដែក emerald ហើយនឹងគោលប្រហែលគ្រាប់ហ្នឹងឯងចឹងខ្ញុំក៏ប្រមូលយកនឹងកាត់ដែកនេះហើយខ្ញុំក៏ប្រមូលគោលតែខ្ញុំក៏គិតថាខ្ញុំដូចជាភ្លេច set land spawn ខ្ញុំភ្លេច set home នៅកន្លែង land ចឹងខ្ញុំក៏សាក land spawn ទៅគេលោតតែវាអត្តនាការយើងដើរទៅផ្ទះវិញសិនប៉ុន្តែវាអត្តនាការយើងនឹងឲ្យយើងរកផ្លូវដើរមកម៉ាញវិញចឹងខ្ញុំក៏បានធ្វើការ slash land spawn ហើយនិយាយទៅរំទៅរក land spawn ឃើញនេះរាប់ម៉ោងបាទស៊ីម៉ោងយូរមែនតើតមកខ្ញុំក៏បាន slash land spawn ហើយឃើញថាវាអត្តនាការធម្មតាទេអញ្ចឹងខ្ញុំក៏បានមកត្រឡប់មកផ្ទះវិញសិនហើយបន្តមកទៀតនោះខ្ញុំក៏ប្រងធ្វើដំណើរចាក់ចេញប៉ុន្តែខ្ញុំគិតថាខ្ញុំចង់ទុក item ចឹងសិនណាចឹងខ្ញុំក៏បានបើក hub នៅកង្កៀននេះហើយក៏ជិះទុក item ហ្នឹងទៅអ្នកគ្នាត
តមកខ្ញុំក៏គិតថាអាការចុះទៅក្រោមដើម្បីដាក់វាស្រូបបឺកុំឲ្យអាធីមនឹងវារញ៉េរញ៉ៃក្រោយមកខ្ញុំក៏បានបន្តតាណាចេញពីផ្ទះនឹងមកដើម្បីទៅរកកន្លែងម៉ាញបន្តទៀតហើយហ្នឹងហើយខ្ញុំដើរបដាហ្នឹងខ្ញុំក៏កាប់ដើមឈើខ្លះអីចឹងទៅដើម្បីយើងទុកអីចឹងណាចឹងឡើយនេះគឺថាដើមខ្ញុំក៏បានកាប់ដើមឈើហ្នឹងយកតែម្ដងចឹងខ្ញុំក៏បន្តតាណាទៅទៀតហើយតមកខ្ញុំក៏ដើរចឹងទៅគឺដូចតែបានឃើញចឹងគឺអត់មានធ្វើអីទេចឹងគឺថា server smooth មែនតើដល់គ្នា player ឡើង2 300នាក់200នាក់អត់ដល់300បាទគឺនៅ smooth ចឹងហើយក្រោយមកខ្ញុំក៏បានមករកឃើញកន្លែងដែលវាដូចជា kill ទៅធំមួយហើយខ្ញុំក៏បានធ្វើដំណើរចុះមកហើយខ្ញុំក៏បានឃើញដែកនៅគៀនដើមឈើខ្ញុំក៏បានដើរទៅជីកទៅហ្នឹងហើយអញ្ចឹងខ្ញុំក៏បានជីកយកដែកហ្នឹងតមកខ្ញុំក៏បានដើរមកនេះទៀតខ្ញុំក៏បានឃើញខ្ជុងអញ្ចឹងខ្ញុំក៏ជីកយកខ្ជុងហ្នឹងឯងតបខ្ញុំបានជីកយកខ្ជុងហើយខ្ញុំក៏បានបន្តតាណាទៅទៀតហើយខ្ញុំក៏ជីកដែកបន្ទាប់មកខ្ញុំក៏ជីកយកខ្ជុងថែមទៀតយើងគឺថាយកទាំងអស់មកតមកខ្ញុំក៏បានចុះមកខាងខេវខាងជ្រៅខាងក្រោមនេះហើយខ្ញុំក៏បានឃើញជាមួយខេវដ៏ធំមួយអញ្ចឹងខេវនេះធំមែនតើតមកខ្ញុំក៏បានខ្ញុំក៏បានធ្វើការជីកយកដែកយកមាសអញ្ចឹងទៅអញ្ចឹងខ្ញុំគិតថាដោយសារតែកន្លែងនេះគឺខ្ញុំអត់មានធ្វើអីក្រៅពីដើរជីកប្រមូលឲ្យធៀមនឹងទេគឺខ្ញុំក៏សម្រាប់ចិត្តថាខ្ញុំនឹងកាត់វីដេអូត្រឹមកន្លែងហ្នឹងអញ្ចឹងណាអ្នកគ្នាដោយសារតែអត់មានអីគួរឲ្យចាប់អារម្មណ៍ទេគឺខ្ញុំដើរជីកតែដែកជីកតែ goal អីចឹងឯងអញ្ចឹងបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានធ្វើការជីកយកដែកហ្នឹងហើយខ្ញុំជីកយកដែកជីកយកមាសទាំងអស់ហ្នឹងបន្ទាប់មកទៀតនោះថាខ្ញុំក៏បានឡើងទៅលើបន្ទាប់មកខ្ញុំក៏កាត់វីដេអូត្រឹមហ្នឹងតែម្ដងតមកទៀតនោះខ្ញុំក៏បានមកឃើញ diamond កន្លែងដំបងរបស់ខ្ញុំនិយាយទៅថានេះគឺជា diamond ដំបងខ្ញុំបានរកឃើញចឹងខ្ញុំក៏បានជីកយកវាទាំងអស់តែម្ដងតមកខ្ញុំក៏បានក្រាស់នៅ pickaxe មួយហ្នឹងហើយដើម្បីឲ្យខ្ញុំស្រួលនៅក្នុងការយក pickaxe ហ្នឹងទៅម៉ាញបន្តទៀតអញ្ចឹងបន្ទាប់ពីបានក្រាស់ហើយខ្ញុំក៏បានបន្តដំណើរដើររក diamond បន្តទៀតហ្នឹងហើយអញ្ចឹង let's go ទៅខ្ញុំទាំងអស់គ្នាតមកខ្ញុំក៏បានមកឃើញជាមួយនឹង diamond កន្លែងទី2របស់ខ្ញុំអញ្ចឹងខ្ញុំជីកវាតទៅខ្ញុំក៏បានបន្តដំណើរទៅទៀតហើយអញ្ចឹងគឺអត់មានអីទេនឹងគេថាខ្ញុំដើរញ៉ៃពេញតែនឹងឯងហើយដឹងអញ្ចឹងថាដើរម៉ាញក៏មានអីក្រៅពីម៉ាញហ្នឹងឯងអញ្ចឹងខ្ញុំក៏កាប់ដែកដាក់កាប់អីជាកាប់ទៅអ្នកគ្នាអត់ដឹងយកធ្វើអីទេនិយាយតែខ្ញុំត្រូវការ diamond 64ច្រឡំអ្នកគ្នាគឺខ្ញុំត្រូវការ diamond តែ24ធ្វើ tool ហើយនឹង armor ទេបាទតែមកខ្ញុំក៏បានចាត់ការ zombie ដំបូងរបស់ខ្ញុំហើយខ្ញុំក៏បានបន្តមកក៏ឃើញ diamond មកគ្រាប់ទៀតអញ្ចឹងខ្ញុំក៏ឆ្លេឆ្លាមើលជុំវិញចង់ថាតើមានណាគេមកអត់អញ្ចឹងខ្ញុំក៏បានហក់ទៅជីក diamond ហ្នឹងទៅអញ្ចឹង diamond កន្លែងនេះគេថាមានតែមួយគ្រាប់ទេអូមាន3គ្រាប់ដែរតែអ្នកស្មានតែមួយគ្រាប់អញ្ចឹងទៅបានជីក diamond 3គ្រាប់ហ្នឹងហើយខ្ញុំក៏បានរៀបចំប្លុកឡើងទៅលើវិញហើយខ្ញុំក៏បានមកឃើញ diamond មួយកន្លែងទៀតអញ្ចឹងខ្ញុំបានជីកយកវាប៉ុន្តែវាមានតែមួយគ្រាប់ទេទៅ set មែនទេក្រោយទៀតខ្ញុំក៏បានមករកឃើញ diamond មួយគ្រាប់ទៀតហើយអញ្ចឹងកន្លែងនេះមួយគ្រាប់ដូចគ្នាណាគ្នាអញ្ចឹងខ្ញុំក៏បានជីកយកវាទៅហើយអញ្ចឹងថាវាមានខ្នាតវែងខ្ញុំក៏ជីកតខ្ញុំក៏បានចាក់ចេញតែម្ដងទៅហ្នឹងហើយអញ្ចឹងគឺថាអត់មានអីទេតែនេះមើលតែហ្នឹងទៅតទៅខ្ញុំក៏បានមករកឃើញ diamond មួយកន្លែងទៀតហើយអញ្ចឹងគឺថាខ្ញុំក៏បានជីកឆ្វែលមើលតែវាមានប្រហែលគ្រាប់អញ្ចឹងទៅអញ្ចឹងខ្ញុំឃើញថាមានតែ2គ្រាប់ទេណាគ្នាអញ្ចឹងខ្ញុំក៏រៀបចំជីកជុំវិញហ្នឹងគេថាវាមានអីអញ្ចឹងណាអញ្ចឹងអានេះគឺ style ចាស់បានដល់ពេលដែលគេ diamond គេចាប់ផ្ដើមហើយបាទជីកក្បែរជុំវិញហើយអញ្ចឹងចាប់កន្លែងហ្នឹងទៅខ្ញុំនឹងធ្វើការកាត់តែកន្លែងជីក diamond នោះទេអ្នកនរគ្នាកុំឲ្យវាសាំត្បែច្រើនពេកអញ្ចឹង let's go តែម្ដងតទៅហ្នឹងមកខ្ញុំក៏បានមកជួបជាមួយនឹង spawner មួយដែលវាចម្លែកមែនទែនដែលវា spawn skeleton អត់មានកាន់អីទេណាគេវាដើរដូច zombie អញ្ចឹងគឺអត់មានកាន់អីទាំងអស់តែម្ដងខ្ញុំក៏ឆ្ងល់ដែរតមកខ្ញុំក៏បានចាត់ការពួក skeleton នឹងចោលទៅហើយខ្ញុំក៏បានបន្ទប់ប្លុកឡើងទៅលើដើម្បីជីក spawner នឹងយកខ្ញុំពេលហ្នឹងខ្ញុំគិតថាវាជា spawner ធម្មតាទេតែគាត់ថាវា glitch អញ្ចឹងទៅអញ្
ចឹងខ្ញុំក៏បានចាត់ការពាក់ skeleton នេះខ្ញុំក៏បានជីកនិយាយទៅខ្ញុំ surprise មែនតើនៅពេលហ្នឹងគឺថា spawner ហ្នឹងគឺវាបែបនេះអ្នកគ្នាចឹងយើងជីកទៅយើងជីកយកបានណាហើយខ្ញុំគឺថាគឺ surprise មែនតើតើមកខ្ញុំក៏បានរៀបចំរើស item រើសអីហើយក៏បានបើកជាមួយនឹង hub នេះអ្នកគ្នាចឹងនេះ item ដែលយើងទទួលបានហើយ hub នេះគឺវាមានរបស់ប៉ុណ្ណេះចឹងខ្ញុំក៏ប្រមូលយកអាណាដែលមានប្រយោជន៍សម្រាប់ខ្ញុំតើខ្ញុំក៏បានបន្តតាទៅទៀតហើយមកខ្ញុំក៏បានមកជួបជាមួយនឹងកន្លែងនឹងមួយទៀតហើយដែលវា spawn skeleton អត់មានកាន់អីដូចគ្នានោះអ្នកខ្ញុំបានឃើញពីចម្ងាយចឹងខ្ញុំគិតថា spawner យើងអាចយកទៅរកលុយបានចឹងណាចឹងគឺយើងចំណេញមួយយ៉ាងដែរហើយបើតាខ្ញុំ check មើល spawner នេះវាថ្លៃមែនតើអ្នកខ្ញុំឡើង 2M ចឹងចឹងខ្ញុំក៏បានចាត់ការ skeleton ហ្នឹងនិយាយទៅឡើងវាទៅនេះមែនតើតើមកខ្ញុំក៏បានជីកយក spawner ហ្នឹងចឹងខ្ញុំបាន2 spawner តែម្ដងចឹងដោយសារតែខ្ញុំ record នេះវានៅពេលថ្ងៃគឺថាអត់មានណាគេលេងទេដោយសារតែពួកគាត់ភាគច្រើនពួកគាត់លេងពេលយប់តើមកខ្ញុំក៏បានប្រមូល team ហើយក៏ដែលមក hub នេះគឺថាសិតតែ gun powder មកនឹងគឺច្រើនខ្លាំងមែនទេហើយខ្ញុំក៏បានទុក item ទុកអីតើមកខ្ញុំក៏បានរើសបានសភៅ enchant multi shot ចឹងអានេះបើតែខ្ញុំចាំគឺយើងដាក់មកលើ crossbow តើមកខ្ញុំចម្លែកចិត្តមែនទេនៅសាលានេះគឺថាវាទឹកអត់ហូរមកហើយខ្ញុំក៏បានបន្តដំណើរតាមទឹកហ្នឹងទៅដោយសារតែខ្ញុំគិតថាវាជា cave ទឹកអញ្ចឹងណាអញ្ចឹងយើងនឹងហៅកន្លែងនេះឈប់ចតកន្លែងណាមួយប៉ុន្តែមកដល់គឺថាខ្ញុំ surprise មែនទែន cave ខាងក្រៅនេះគឺធំខ្លាំងមែនទែនអ្នកនរគ្នាចឹងខ្ញុំក៏បានឃើញ diamond នៅក្រៅមកដែរប៉ុន្តែមុនខ្ញុំទៅជិះ diamond នេះខ្ញុំក៏បានប្រហូរទឹកក្រោមដើម្បីខ្ញុំស្រួលហត់ចុះតមកខ្ញុំក៏រៀបចំគម្រោងការចុះទៅយក diamond ហ្នឹងអញ្ចឹងគឺថាខ្ញុំក៏បានចូលទៅកាប់អាគិននេះមុនហើយនិយាយទៅគឺថាកាប់ទៅខ្ញុំក៏ច្រឡំងើបឈរហើយនៅពេលហ្នឹងខ្ញុំក៏កាប់ចិត្តបែកខ្ញុំក៏ច្រឡំងើបឈរម្ដងទៀតអញ្ចឹងគឺថាសាក់មែនតើតមកខ្ញុំក៏បានឡើងមកលើវិញដើម្បីក្រាស់ជាមួយនឹងទ្វារមួយមិនទ្វារមួយទេគឺទ្វារ3បាទចឹងខ្ញុំក៏បានបង្កើតផលិតនៅទ្វារមួយដើម្បីយើងដកដង្ហើមក្នុងទឹកបានអញ្ចឹងណាហើយខ្ញុំក៏បានចុះជីក diamond នឹងវិញអញ្ចឹងគឺថាចឹងក្រោយពីហ្នឹងមកខ្ញុំក៏បានត្រឡប់មកផ្ទះវិញប៉ុន្តែខ្ញុំចង់ប្រាប់អ្នកគ្នាថាមុនខ្ញុំមកហ្នឹងគឺថាខ្ញុំជីក diamond បានច្រើនមែនតើអញ្ចឹងនេះគឺជាទីដែលយើងរកបានក្នុងការម៉ាញហ្នឹងហើយអ្នកគ្នាឃើញខ្ញុំលេងមកផ្លែទេប៉ុន្តែតែពិតគឺខ្ញុំលេងយូរមែនតើអ្នកគ្នាកន្លែងម៉ាញហ្នឹងអញ្ចឹងគឺថាខ្ញុំកាត់ចោលទាំងអស់មកទៅព្រោះអត់មានអីគួរចាប់អារម្មណ៍ក្រៅពីការដើរជីក diamond ហ្នឹងទេអញ្ចឹងតើមកខ្ញុំក៏បានចុះមកខាងក្រោមនេះហើយតើមកខ្ញុំក៏រៀបចំ inventory ហ្នឹងឯងចឹងខ្ញុំក៏បានទុកជាមួយនឹងរបស់មួយចំនួនដូចជាឆ្អឹងដូចជាស្អីតែវាទៅនឹងមកហើយក៏ទុករបស់ដែលមានតម្លៃដូចជា diamond ដូចជា coal ដូចជាដែកអញ្ចឹងទៅតមកខ្ញុំក៏បានទុកជាមួយនឹង block ដែលវាមាន stone មាន deep slab ហ្នឹងឯងខ្ញុំក៏ទុកវាក្នុង hub ផ្សេងគ្នាដើម្បីកុំឲ្យមានការច្រឡំតមកខ្ញុំក៏បានរៀបចំទុកជាមួយនឹងសភៅ enchant នេះហើយយើងរបស់មួយចំនួនយើងទុកនៅក្នុងខ្លួនតមកការងាររបស់យើងទៀតនោះគឺថាយើងយក diamond មកធ្វើអាម៉័រអញ្ចឹងគឺគោលដៅរបស់យើងក្នុងវីដេអូនេះគឺក្នុង5ម៉ោងនេះគឺយើងត្រូវតែរកជាមួយនឹង diamond មកធ្វើអាម៉័របាទអញ្ចឹងគឺថា5ម៉ោងនេះអត់សូវមានន័យទេអញ្ចឹងខ្ញុំនឹងបន្តនៅលេង5ម៉ោងទៅ10ម៉ោងទៅដើម្បីខ្ញុំទៅរក netherite ធ្វើអាម៉័រ netherite ពាក់អញ្ចឹងបន្តមកខ្ញុំក៏បានធ្វើជាមួយនឹងបថៅប៉ុន្តែខ្ញុំច្រឡំដាក់ធ្វើ pickaxe អញ្ចឹងតាប៊ីសអស់ diamond តមកខ្ញុំក៏បានធ្វើបថៅមួយហើយខ្ញុំក៏បានធ្វើជាមួយនឹងដាវមួយផងដែរហ្នឹងហើយអញ្ចឹងកុំឲ្យវាញញៃច្រើនតមកខ្ញុំក៏បានបោះចោលអាម៉័រទាំងហ្នឹងតែខ្ញុំភ្លេចគិតថាវាមានប្រយោជន៍មែនតើអ្នកគឺយើងអាចយកទៅ enchant ដើម្បីយក level បានអញ្ចឹងអាម៉័រទាំងនេះគឺថាវាមាន enchant ខ្ពស់ណាអ្នកអញ្ចឹងយើង enchant ក៏បាន level ច្រើនដែរតមកខ្ញុំក៏បានរើសអាម៉័រហ្នឹងត្រឡប់វិញដើម្បីយកវាទៅបោះចោលនៅខាងក្រៅនិយាយទៅគឺថាបោះក្នុងមិនគ្រប់យើងយកទៅបោះខាងក្រៅទៀតទៅភ្លេចគិតថាវាមានប្រយោជន៍ណាអ្នកចឹងខ្ញុំក៏យកវាទៅបោះចោលខាងក្រៅតែពេលហ្នឹងខ្ញុំក៏គឺថាខ្ញុំឈរប្រយោជន៍មែនតើណាគ្រាតមកខ្ញុំក៏បានយករបស់ទាំងហ្នឹងទៅបោះចោលអញ្ចឹងគឺថាមានអីទេណាគ្រាពេលនេះឃើញអញ្ចឹងខ្ញុំក៏បានបោះវាចោលទាំងអស់តែម្ដងពេលនេះខ្ញុំក៏កលេចមកឃើញជាមួយនឹង bamboo ហើយខ្ញុំក៏សម្រេចចិត្តថាខ្ញុំហក់ទៅរើសដាវម្ដងវិញតែគ្នាដាវថ្មហ្នឹងឯងអញ្ចឹងបោះឲ្យយើងមករើសវិញល្អមែនតើតមកខ្ញុំក៏បានចូលក្នុងផ្ទះវិញដើម្បីយើងទៅកាប់យក bamboo នៅខាងលើនោះអញ្ចឹងគេថាមកវិញចដានៅខាងក្រោយតមកខ្ញុំក៏បានចុះទៅក្រោមសិនដើម្បីទៅធ្វើរឿងមួយអញ្ចឹងគេថាខ្ញុំទុក diamond ហ្នឹងឯងតមកខ្ញុំក៏ឡើងទៅលើវិញដើម្បីកាប់ bamboo ហ្នឹងឯងគឺថាគាត់ diamond យកទុកនៅក្នុង hub ហ្នឹងដែរបាទខ្លាចនេះ
តទៅនឹងមកខ្ញុំក៏សម្រាប់ចិត្តថាខ្ញុំកាប់បែប9ហ្នឹងដើរអញ្ចឹងណាអ្នកគ្នាអញ្ចឹងយើងកុំឲ្យខាតតមកខ្ញុំក៏បានលក់បែប9ទាំងអស់ហ្នឹងទទួលបានលុយ 90k អញ្ចឹងតមកទៀតនោះខ្ញុំក៏ដើរមកនេះវិញហើយខ្ញុំក៏ចាប់អារម្មណ៍ជាមួយនឹង farm នេះអ្នកគ្នា farm ក្រត់អញ្ចឹងគឺថាខ្ញុំចាប់អារម្មណ៍មួយ farm ក្រត់ហើយពេលហ្នឹងខ្ញុំក៏ដឹងគិតអីទេអ្នកគ្នាខ្ញុំក៏ដើរចូលដើរឡើងទៅហើយខ្ញុំក៏បានប្រមូលផលក្រត់ហ្នឹងទៅដោយសារតែមានប្រមូលទេហើយហ្នឹងវាធំមកហើយចឹងខ្ញុំបានដាក់ពាក្យខ្ញុំបានស្នើសុំចូលភូមិតំណាញនារីបានមួយរយៈហើយប៉ុន្តែគាត់អត់ទទួលបានចម្លើយទេគាត់ថាខ្ញុំបានសុំគាត់ចូលលេងក្នុងមីកាតាដែរអញ្ចឹងណាគ្នាហើយគាត់ក៏ឲ្យខ្ញុំចូលលេងយ៉ាតទៅដល់មកខ្ញុំក៏បានរៀបចំឲ្យធីមផងនឹងធ្វើបរិយាហ្វាមតែប៉ុន្តែខ្ញុំគិតថាបែរជាគាត់អត់ចង់បរិយាទេគាត់ចង់ដាក់តែប៉ុណ្្នឹងអញ្ចឹងណាដោយសារតែមើលទៅវា3ស្មើអញ្ចឹងខ្ញុំគិតថាគាត់ចង់ដាក់តែប៉ុណ្្នឹងឯងអញ្ចឹងហើយខ្ញុំក៏យកឲ្យធីមទុកវិញអញ្ចឹងទៅតមកខ្ញុំក៏បានហក់ទៅវិញដើម្បីទុកដីនឹងវិញយ៉ាគេថាអត់មានន័យទេបាទតមកខ្ញុំក៏ឈប់កាច់នៅមុខហ្នឹងដើម្បីញ៉ាំការ៉ុតហើយខ្ញុំក៏បានឡើងទៅលើវិញអញ្ចឹងពេលនេះខ្ញុំគិតថាខ្ញុំមិនដឹងត្រូវធ្វើអីទេតែអញ្ចឹងខ្ញុំក៏សម្រេចចិត្តកាប់ដើមឈើព្រោះខ្ញុំអាចកាប់ដើមឈើទុកឲ្យបងដាស់ឆ្មាញគាត់បៀលអញ្ចឹងណាអ្នកអញ្ចឹងនៅក្នុងលេននេះគឺនៅគ្នាច្រើនអ្នកមែនទែនឡើង10អ្នកជាងអញ្ចឹងនេះសំណាងឯដែលបងខ្លះគាត់ចូលលេងអញ្ចឹងគាត់លេងនៅ server ផ្សេងគាត់លេង world របស់គាត់អញ្ចឹងដូចផ្សេងអីគាត់អត់លេងទេអ្នកគ្នាអញ្ចឹងខ្ញុំអត់ដឹងថាផ្សេងគាត់ទៅណាទេគាត់បាត់ទៅពីភូមិតែម្ដងសម្រាប់ Discord គាត់អត់ចូលដែរហើយយ៉ាបន្ទាប់ពីហ្នឹងមកខ្ញុំក៏បានវាយស្លឹកឈើដើម្បីយកកូនឈើប៉ុន្តែវាអត់បានទេអញ្ចឹងខ្ញុំក៏ឈប់កាច់អាហ្នឹងហើយខ្ញុំក៏កាត់វីដេអូតាមហ្នឹងតែម្ដងអ្នកនរគ្នាតទៅហ្នឹងមកខ្ញុំក៏បានសាកលបងមើលជាមួយនឹង shop មកស្ទុះអញ្ចឹងណាហ្នឹងហើយចូលមើល shop មកស្ទុះអញ្ចឹងទៅហើយកុំតិចខ្ញុំក៏បានចាប់អារម្មណ៍ជាមួយនឹងនេះអ្នកគ្នាខ្ញុំបានចាប់អារម្មណ៍ជាមួយទឹក level នេះហើយខ្ញុំក៏បានទិញវាឲ្យអស់លុយតែម្ដងចំនួន 92k អញ្ចឹងយើងទទួលបាន40ដបជាងដែរហ្នឹងហើយអញ្ចឹងតទៅហ្នឹងមកខ្ញុំក៏បានសម្រេចថាខ្ញុំទិញមកទៅហើយខ្ញុំក៏យកវាទៅគប់លេងអញ្ចឹងណាដើម្បីចង់បាន level 30 chain pickaxe មួយតខ្ញុំបានគប់ហ្នឹងហើយតទៅគប់ហើយខ្ញុំក៏ឃើញថាអត់គ្រប់បាន level 30នោះទេនិយាយទៅគឺចង្រៃមែនតើបើហិនលុយហើយអត់បានគ្រប់ level 30ទេអ្នកគ្នានិយាយទៅគឺថាឈឺចាប់ហ្មងតទៅហ្នឹងខ្ញុំបានឡើងទៅលើវិញហើយយ៉ាគឺអត់មានធ្វើអីទេខ្ញុំដើរញញ៉ៃពេញតែហ្នឹងឯងគឺតនេមែនតើតខ្ញុំក៏ចាប់អារម្មណ៍ថានៅក្នុងនេះមានកូនឈើដោយសារតែខ្ញុំខ្វះដើមឈើហ្នឹងអញ្ចឹងខ្ញុំក៏បានចាប់អារម្មណ៍នឹង item នឹងហឹបដែរតើមានណាគេមករៀបអញ្ចឹងណាដោយសារតែពេលដើមវីដេអូអញ្ចឹងគឺអត់មាន item ក៏មានអញ្ចឹងទេណាគឺ item គឺនៅយើងញញ៉ៃតែឥឡូវគឺថាមានអ្នករៀបវាអញ្ចឹងណាតើខ្ញុំក៏បានដាំដើមឈើទៅហើយខ្ញុំក៏ចាំវាធំអញ្ចឹងដល់ណាឃើញអញ្ចឹងគឺអត់មានធ្វើអីទេថាដើរញញ៉ៃពេញតែនឹងឯងតមកទៀតនោះខ្ញុំក៏រៀបចំជាមួយនឹងរបស់ញ៉ាំរបស់អីខ្ញុំហើយខ្ញុំក៏ធ្វើរឿងមួយហ្នឹងហើយចឹងខ្ញុំក៏ដើរញញ៉ៃពេញតែនឹងគឺអត់មានការងារធ្វើតែម្ដងហើយខ្ញុំក៏បានដើរមកឃើញ skeleton ហើយក៏រត់ដាច់ជើងចោលមកទៅខ្ញុំខ្ជិលបាយមួយវាណាអ្នកគ្នានិយាយទៅឲ្យខ្ញុំឃើញមកខ្ញុំរត់ដាច់ជើងចោលខ្ញុំមិនមែនវាយអត់ទេតែចង់វាយនៅហ្នឹងចឹងខ្ញុំក៏បានធ្វើដំណើរទៅកាប់ដើមឈើបាទខ្ញុំចង់កាប់អុកវុតខ្ញុំទុកខ្លះចឹងណាទុកបានពី3 stack អញ្ចឹងទៅចឹងខ្ញុំក៏បានដើរទៅកន្លែងដែលយើងអាចកាប់ឈើបានចឹងថាជុំវិញនេះគឺសិតតែ land player តែម្ដងដែលពួកគាត់មកលេងនៅចិត្តភូមិតំណាញនារីចឹងខ្ញុំក៏បានដើរកតេហើយខ្ញុំក៏ចាប់ដើមកាប់ដើមឈើយ៉ាអញ្ចឹងគឺថាខ្ញុំក៏កាត់វីដេអូទៅនឹងដែរតើពីបានកាប់ដើមឈើមកស្ទុះខ្ញុំទទួលបានដើមឈើ3 stack ហើយខ្ញុំក៏យកដើមឈើទៅទុកទេអ្នកគ្នាអញ្ចឹងទុកឲ្យបងដាស់ឆ្មាញគាត់បៀងតមកខ្ញុំក៏យកដើមឈើយកចូលក្នុងខប់ទាំងអស់ទៅអញ្ចឹងថាមានមិនដាក់ចូលទាំងអស់តែម្ដងអ្នកគ្នាបន្តមកខ្ញុំក៏បានទៅរើសជាមួយនឹងឆ្អឹងដើម្បីខ្ញុំធ្វើ burn meal តពីហ្នឹងមកខ្ញុំក៏បានធ្វើការបរិច្ចាគកូនឈើរបស់យើងហើយខ្ញុំក៏បានដាក់នេះប៉ុន្តែដោយសារតែវាទើសឡុកឈើខ្ញុំក៏បានវាយវាចោលតមកខ្ញុំក៏បានដាក់ជីទៅលើកូនឈើហើយឃើញថាវាធំហើយអញ្ចឹងខ្ញុំក៏សម្រេចថាខ្ញុំកាត់វីដេអូដើម្បីកាប់ដើមឈើហ្នឹងហើយអញ្ចឹងយើង let's go ក្រោយមកខ្ញុំក៏បានឃើញ pin KH គាត់ចូលលេងអញ្ចឹងខ្ញុំក៏នៅប្រកាច់កាច់ចិត្តគាត់ហ្នឹងទៅនិយាយទៅបើសិនជាគាត់នេះក៏ប្រហែលជាគាត់ធុញខ្ញុំឯងបើថាខ្ញុំគឺដើរញញ៉ៃពេញតែហ្នឹងឯងអត់មានធ្វើអីទេណាគ្នាព្រ
ព្រោះមូលហេតុលែននេះមិនមែនលែនរបស់ខ្ញុំអញ្ចឹងខ្ញុំអត់សូវហ៊ាន build អីផ្ដាស់ទេខ្លាចយ៉ាវាប៉ះពាល់អញ្ចឹងណាវាខុសឆ្គងអញ្ចឹងតែអញ្ចឹងខ្ញុំក៏តាមហ្នឹងទៅហ្នឹងហើយតើមកខ្ញុំក៏បានយ៉ាឡើងទៅលើវិញហើយខ្ញុំក៏គិតថាចង់ធ្វើអីមួយណាតែនឹកមិនឃើញអញ្ចឹងខ្ញុំក៏ដើរញញ៉ៃពេញតលែននេះឃើញខ្ញុំគិតថាអត់ប្រយោជន៍មែនទេតើមកខ្ញុំក៏មកឈរអត់ការងារធ្វើមកស្ទុះធំអញ្ចឹងនៅនេះឃើញអញ្ចឹងគេថាឈរប្រកាច់ពេញហ្នឹងហ្មងអញ្ចឹងបើថាគេមកគឺឃើញគេថាខ្ញុំឈ្គួតទេណាខ្ញុំនិយាយមែនណាចឹងតើមកខ្ញុំក៏បានឈរនឹងអត់ការងារធ្វើនឹងទៅហើយខ្ញុំក៏នឹកឃើញនៅរឿងមួយចឹងខ្ញុំក៏បានចុះទៅក្រោមវិញហើយខ្ញុំក៏ទៅកន្លែង storage ដើម្បីយក diamond យកទៅឲ្យ pin KH សារខ្ញុំឃើញតែគាត់ពាក់អាម៉ូតដៃអញ្ចឹងខ្ញុំគិតថាគាត់អត់មាន diamond ប្រាក់អញ្ចឹងខ្ញុំជាឲ្យគាត់ចឹងទៅនឹងហើយសារតែ diamond ខ្ញុំអ្នករអញ្ចឹងខ្ញុំមានសិទ្ធិចែកទៅកាន់ណាគេក៏បានដែរបាទតើមកខ្ញុំក៏បានយក diamond ហ្នឹងយកទៅឲ្យគាត់យ៉ាអញ្ចឹងតើមកខ្ញុំក៏បានឡើងខ្ញុំក៏បានបើកទ្វេរគប់ diamond កណ្ដាលមុខគាត់តែម្ដងគ្នាទៅគឺថាគប់ខៅមែនតើអញ្ចឹងក៏បានមើលមុខគាត់មួយហើយក៏បានរើស diamond គប់កណ្ដាលមុខគាត់តែម្ដងទៅបានគប់ឲ្យគាត់ហើយខ្ញុំក៏បានធ្វើការចេញពីបន្ទប់ឲ្យគាត់ហើយខ្ញុំក៏បានដើរមកអត់ការងារធ្វើនឹងក្រៅនេះទៀតអញ្ចឹងថាមកវីដេអូនេះគឺឃើញតែខ្ញុំឈរកន្លែងហ្នឹងឯងអ្នកគ្នាបានទៅណាទេអញ្ចឹងដោយសារតែចិត្តអស់ម៉ោងខ្ញុំក៏ឈរដឹងធ្វើអីអ្នកគ្នាដោយសារតែខ្ញុំទនេមែនតើហើយយ៉ានឹងថាខ្ញុំឈរញញ៉ៃពេញតែនឹងឯងហើយធ្វើការអត់មានការងារធ្វើទេអញ្ចឹងខ្ញុំនឹងមកនិយាយពីតម្លៃនារីបន្តិចដែលខ្ញុំបានដាក់ស្នើសុំចូលភូមិប៉ុន្តែអត់ទៅបានចម្លើយទេហើយខ្ញុំបានលេងនេះគឺដោយសារខ្ញុំសុំគាត់ចូលលេងសិនទេអ្នកគ្នាអញ្ចឹងគឺខ្ញុំអាចចូលលេងនៅក្នុង LAN តម្លៃនារីបានប៉ុន្តែមិនមែនជាសមាជិកភូមិនោះទេតែប៉ុន្តែខ្ញុំធ្លាប់បានចូលលេងម្ដងឲ្យការ TRK តែខ្ញុំដោយសារតែកាន់សាក់វាខូចអញ្ចឹងខ្ញុំក៏អត់បានលេងជាប់លាប់អញ្ចឹងក៏ខ្ញុំក៏ដែលធ្លាក់ចេញពីភូមិអញ្ចឹងណាអ្នកគ្នាកាច់ចេញពីភូមិអញ្ចឹងទៅដោយសារខ្ញុំអត់បានលេងអញ្ចឹងហ្នឹងហើយអញ្ចឹងរឿងគឺមានតែប៉ុណ្្នឹងឯងណាអញ្ចឹងអត់បានអ្នកគ្នាជួបគ្នានៅច្បាស់អីវីដេអូក្រោយទៀត